អាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជាង850គ្រាប់ក្នុងសង្គ្រាមរយៈពេល4សប្តាហ៍ជាមួយអ៊ីរ៉ង់បង្កឲ្យមានការព្រួយបារម្ភនៅមន្ទីរបញ្ជាក់កោន Washington យោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post នាថ្ងៃសុក្រនេះយោធាសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Tomahawk ឆារ៉ិនជាង850គ្រាប់ក្នុងរយៈពេលតែ4សប្តាហ៍នៃសង្គ្រាមជាមួយអ៊ីរ៉ង់ដែលជាអត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់រហូតធ្វើឲ្យមន្ត្រីមន្ទីរបញ្ជាក់កោនមួយចំនួនមានការព្រួយបារម្ភនិងឈានដល់ការជជែកពិភាក្សាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិតឲ្យបានទាន់ពេលវេលានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានទោះបីជាមានការលើកឡើងពីក្តីបារម្ភនេះក្តីសេតវិមានបានចេញមុខច្រានចោលយ៉ាងដាច់អហង្ការដោយអ្នកនាំពាក្យលោកស្រី Caroline Leavitt បានបញ្ជាក់ប្រាប់ Reuters ថាកងទ័ពអាមេរិកមានសប្បាវុធនិងគ្រាប់រំសាក់ស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការកំហឹងដ៏មហិមា Operation Epic Fury ដែលកំណត់ដោយប្រធានាធិបតី Trump លោកស្រីបានបន្ថែមថាលោក Trump នៅបន្តជំរុញឲ្យក្រុមហ៊ុនការពារជាតិទាំងអស់ពន្លឿនការផលិតអាវុធដែលផលិតដោយអាមេរិកផ្ទាល់ដែលលោកអះអាងថាជាអាវុធដ៏ល្អបំផុតនៅលើពិភពលោកគួរបញ្ជាក់ថាជំលោះរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងឈានចូលដល់សប្តាហ៍ទី4នេះបានបង្កឲ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់យ៉ាងច្រើនលើកល្បាងដើម្បីកំទេចហេដ្ឋារចនាសម្ព័ន្ធយោធានិងរោងចក្រផលិតអាវុធរបស់ទីក្រុងតេហេរ៉ង់រហូតមកដល់ពេលនេះក្រសួងការពារជាតិអាមេរិកនៅមិនទាន់បានផ្ដល់ការអត្ថាធិប្បាយណាមួយជាផ្លូវការជុំវិញសេចក្តីរាយការណ៍នេះឡើយ